លបែងមន់ជុលយ៉ាងធំបំផុតហេតុអ្វីប៉ុស្តិ៍ប្រស្រ័យមិនដឹងហេតុអ្វីអធិការនគរបាលក្រុងឧដុង្គម៉ែជ័យមិនដឹងហេតុអ្វីទៅវីដេអូនេះសូមគោរពជូនឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺសូមគោរពជូនលោកស្នងការនគរបាលខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង 12:45 នាទីថ្ងៃទី24 ខែមេសាឆ្នាំ 2026 លោកប៊ុនធីមចាងវាងរបាច់កាត់ថ្មីបានធ្វើដំណើរក៏ឃើញម៉ូតូដឹកមាន់ហើយលោកចាងវាងបានជិះតាមម៉ូតូនោះស្រាប់តែមកដល់ចូលក្នុងភូមិខ្សាច់សឃុំប្រស្រែក្រុងឧដុង្គម៉ែជ័យខេត្តកំពង់ស្ពឺក៏ឃើញវងលបែងស៊ីសងជលមាន់យ៉ាងធំហើយលោកប៊ុនធីមបានថតផ្តិតយករូបភាពក្រុមលេងល្បែងមាន់ជុលបានរត់ប្រព្រឹត្តប្រពាតមានទាំងអ្នកជនពិការមានទាំងតារាល្បីមួយរូបទៀតផងមានច្រើនរូបណាស់ឡានម៉ូតូយ៉ាងក្រក្រក្រែងក្នុងករណីនោះលោកមេភូមិបានផ្ដល់បទសម្ភាសន៍ឲ្យលោកចាងវាងថាលោកមិនបានដឹងទេពេលប្រហែលម៉ោងមុនបានសុំលោកដែរតែលោកមិនអនុញ្ញាតហើយពេលរូបភាពលោកប៊ុនធីមថតបានយកទៅប្តឹងមេប៉ោះក៏បានមកហើយជាមួយលោកមេភូមិបានធ្វើបទសម្ភាសន៍នៅនឹងកន្លែងលេងមាន់ជុលដែលក្រុមញៀនលបែងនោះដាក់មេប្រូចអស់បន្សល់ទុកតែដបទឹកសុទ្ធនិងថង់ស្បោងដាក់បាយនិងកន្លែងមាន់ជុលនេះគឺជារូបភាពលោកមេភូមិនិងលោកមេប៉ោះកំពុងធ្វើបទសម្ភាសន៍ជាមួយគ្នាទោះជាយ៉ាងណាមហាជននិងស្ត្រីជាប្រពន្ធដែលមានប្តីជាអ្នកញៀនលបែងសំណុំពរទៅឲ្យឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺសំណុំពរទៅដល់លោកស្នងការនគរបាលខេត្តកំពង់ស្ពឺមេត្តាជួយចាត់វិធានការធ្វើយ៉ាងណាកុំឲ្យមានលបែងលេងបន្តទៀតនៅកន្លែងនេះឬកន្លែងណាផ្សេងក៏ដោយក្នុងទឹកដីខេត្តកំពង់ស្ពឺសូមបោះសម្អាតឲ្យអស់កន្លងមកឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺតែងតែក្រើនរំលឹកដល់មន្ត្រីរាជការដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាធ្វើយ៉ាងណាកុំឲ្យមានលបែងស៊ីសងតែពេលនេះមានបាត់ហើយនេះកុំបានគុណសម្បត្តិលោកចាងវាងរបាយការណ៍ថ្មីខតថតបាននឹងរាយការណ៍ជូនលោកមេប៉ោះនឹងផ្សព្វផ្សាយកុំអីនេះលបែងនេះលួចលេងបានយ៉ាងសេរីទោះជាយ៉ាងណាក៏ដោយខ្ញុំសង្ឃឹមថាមហាជនសង្ឃឹមថាมันមានលបែងស៊ីសងទេតើលោកអភិបាលក្រុងឧដុង្គម៉ែជ័យនិងលោកអធិការគិតយ៉ាងណាក្នុងរឿងនេះ